បាទស្ទង់លឿនតែម្ដងតនបាន5នាទីបានដីចិត្ត10អាបាទហើយបាទលឿនណាស់ដល់មកពេទ្យទេហើយនេះក្រុមការងារយើងកំពុងតែរៀបចំស្នាបដាក់ទូក្បាលងារហើយទៅពេលម៉ាស៊ីនស្ទូងម្ដងក្បាលងារគឺយើងលើកស្នាបឲ្យដាក់ទៅលើម៉ាស៊ីនស្ទូងតែម្ដងបាទងាយស្រួលលឿនបាទហើយស្នាបនេះផងដែរយើងស្អាតត្រង់អាយុផា15ថ្ងៃគឺយើងអាចស្ទូងបានហើយបាទបងប្អូនមកចុះដើមដងសុខភាពអីល្អណាស់បាទខ្ញុំលើកឲ្យមើលបាទនេះបាទស្អាតគឺជាប់គ្នាតែម្ដងបងប្អូនខ្លះគាត់ឆ្ងល់បើខ្ញុំសាបដែរខ្ញុំបានអាដែរនេះសសលៃសនឹងមកវិញណាបានអីយកមកដាក់មិនមែនទេបងប្អូនណានេះគឺរឹសវាជាប់គ្នាតែម្ដងយើងដាក់តែដីឬក៏ជីកំប៉ុស្តមកតមកយើងដាំតមកនេះរឹសរបស់វានេះសនេះណាកុំស្មានថាយកពុកយកសលៃអីមកដាក់គឺអត់មានទេអានេះគឺរឹសវាទៅពេលវាចាក់ជាប់មកគឺវាសចឹងតែម្ដងបាទគឺស្រួលណាស់បងប្អូននេះអាយុតែ14 15ថ្ងៃគឺយើងយកមកស្ទូងបានណាបងប្អូនមុនទៅគាត់នៅលោតឡើងក្រឹបចាប់ឡមកតែម្ដងមើលរឹសបាទស្អាតណាបាទឥឡូវក្រុមការងារកំពុងតែរៀបចំហើយបាទដាក់នៅក្បាលងារតែម្ដងពេលម៉ាស៊ីនស្ទូងមកដល់ម៉ាស៊ីនស្ទូងទៅដល់នៅចុងទៅហើយអញ្ចឹងនៅពេលដែលទៅអញ្ចឹងយើងដាក់ម៉ាសាហើយទៅមកវិញគឺអស់ល្មមអញ្ចឹងយើងរៀបចំដាក់ទៀតទៅម៉ាសាមកវិញគឺអស់ល្មមអញ្ចឹងបាន100ម៉ែត្រទៅម្ដងបាន100ម៉ែត្រអញ្ចឹងគេរៀបចំស្អាតតែម្ដងមិនឲ្យយើងពិបាកទេខ្លាចតែបងប្អូនអត់បានត្រៀមទុកទេអាហ្នឹងបានពិបាកបាទហើយបើបានត្រៀមទុកមកវិញណាទៅមួយជើងឡប់មកវិញដាក់ម៉ាសាទៅមួយជើងដាក់មកវិញដាក់ម៉ាសាគឺស្រួលបាទនោះឡប់មកវិញហ៎បាទនៅពេលដែលមកវិញគឺយើងអស់ស្នាបគឺយើងលើកអានេះដាក់ទៀតតែម្ដងបាទ